សួស្តីនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញលោកអ្នកអំពីការបង្កើតនៅកម្មវិធីមួយដែលអាចយើងធ្វើការស្វែងរក file ដែលមាននៅក្នុង drive របស់ computer យើងខ្ញុំសូមបង្ហាញកម្មវិធីបាទនេះគឺជាកម្មវិធីមួយបាទដែលយើងប្រើប្រាស់វាដើម្បីបង្ហាញស្វែងរក file នៅក្នុង drive របស់ computer យើងឧទាហរណ៍ខ្ញុំចង់រកនៅ file ដែលមាន extension ជា Word document បាទហើយនៅ extension របស់វាគឺកាយ .docx បាទគឺជា extension របស់ Word 2010 ដល់2013បាទបន្តមកយើងត្រូវធ្វើការជ្រើសរើស drive បាទខ្ញុំអាចជ្រើសរើស drive របស់ខ្ញុំគឺមាន C មាន E និងមាន F ខ្ញុំចង់ស្វែងរកនៅក្នុង drive E របស់ខ្ញុំបន្តមកខ្ញុំពាក្យប៊ូតុងថា search បាទពេលនេះគឺជាឈ្មោះនៅឯកសារ document របស់ខ្ញុំដែលមានជា Word 2010និង2013បាទដូចគ្នាយ៉ាងណាយើងអាចធ្វើការស្វែងរកនៅ file ផ្សេងទៀតដូចជាធ្វើការស្វែងរក file រូបភាពដល់ខ្ញុំជឿថាយកថា PNG បាទ PNG ក៏ search បាទនេះគឺជាឈ្មោះរបស់ file នឹងដែលនៅក្នុង location របស់វាបាទឥឡូវខ្ញុំនឹងចាប់ផ្ដើមបង្ហាញពីការបង្កើតកម្មវិធីមួយនេះបាទជាដំបូងយើងសូមធ្វើការរចនា form មួយនេះបាទតែនៅក្នុង form នេះគឺវាមាននៅ text box មួយ combo box មួយនេះគឺជា list box ចុងក្រោយគឺប៊ូតុងបាទយើងនឹងមាន label 2បាទគឺ label សម្រាប់បញ្ជាក់នៅ text box និង combo box បាទឥឡូវនេះខ្ញុំសូមធ្វើការផ្លាស់ប្ដូរឈ្មោះរបស់ control នីមួយៗដើម្បីខ្ញុំងាយស្រួលក្នុងការសរសេរកូដបាទឥឡូវខ្ញុំចូលចាប់ផ្ដើមធ្វើការបដូរនៅឈ្មោះរបស់ text box មុនបាទខ្ញុំសូមធ្វើការបដូរឈ្មោះវាបាទខ្ញុំដាក់ឈ្មោះវាថា file text box ចំណែកឯប៊ូតុងចំណុចទី2គឺ control combo box បាទដាក់ឈ្មោះវាថាdirectory combo box បាទគឺមានន័យថាទិសដៅដែលយើងត្រូវធ្វើការស្វែងរកបន្តមកគឺ list box បាទ list box គឺខ្ញុំដាក់ឈ្មោះថាfile list box បាទគឺជា list box ដែលធ្វើការបានស្វែងរក file ចុងក្រោយគឺប៊ូតុង search គឺខ្ញុំដាក់ឈ្មោះថាបាទឈ្មោះថា search ប៊ូតុងបាទនេះគឺជាឈ្មោះរបស់ control នីមួយៗក្នុងថ្ងៃមិញនេះបន្តមកទៀតគឺយើងចាប់ផ្ដើមធ្វើការសរសេរកូដទៅលើវាដំបូងគឺខ្ញុំសូមធ្វើការសរសេរកូដនៅលើ form load បាទform load អូខេមុនធ្វើការសរសេរកូដខ្ញុំសូមណែនាំលោកអ្នកឲ្យបញ្ចូលនៅ namespace មួយដើម្បីធ្វើការនៅលើដើម្បីយើងទាញយកនៅ keyword មួយចំនួនមកប្រើប្រាស់ធ្វើការបញ្ចូល namespace គឺ using system.io តាមមកយើងធ្វើការសរសេរបាទសរសេរកូដនេះជាកូដកូដនេះគឺជាឈ្មោះរបស់ combo box បាទនេះគឺជា form load ដល់ពេលយើងបើក form ទៅ combo box នឹងបោះនៅdrive គឺ drive C បាទហើយនៅក្នុងនេះគឺយើងបានធ្វើការget នៅ logical drive មានថា drive ប្រមាណដែលមាននៅក្នុងម៉ាស៊ីនកុំព្យូទ័រគឺវានឹងយកមកបង្ហាញនៅក្នុង combo box ទាំងអស់បាទហើយយើងបាន assign នៅ drive C ដែលវានឹង load នៅពេលដែល form បើកមកបាទអូខេធ្វើការ save មួយបន្តមកទៀតគឺយើងធ្វើការបង្កើតនៅ method មួយសម្រាប់
ឲ្យវាធ្វើការរុះរកនៅក្នុង drive បាទខ្ញុំសូមធ្វើការបង្កើតនៅ method មួយបាទកាត់ method មួយបាទនេះគឺជា method មួយដែលខ្ញុំបានបង្កើតដោយខ្ញុំដាក់ថាឈ្មោះថា dir មានថា direct search បាទគឺខ្ញុំ string s dir បាទពេលនេះគឺខ្ញុំប្រើ try ហើយនិង catch ដើម្បីយើងគេបន្តមួយថាវា error ក៏មាន error បាទបើសិនជាវាមិន error គឺវាក្នុង try បើសិនជាវា error គឺវានៅក្នុង catch បាទអឺចំពោះកូដនៅក្នុងmethod មួយនេះគឺបាទគឺកន្លែងនេះគឺខ្ញុំសូមបាទគឺមានថាវានឹងធ្វើការរុះរកនៅ file ទាំងអស់ដែលមាននៅក្នុង drive មកបង្ហាញនៅក្នុង list box បាទពេលដែលវាបង្ហាញចប់គឺវានឹងជប់ធ្វើការនេះគឺជា method មួយដែលយើងមកបង្កើតបន្តមកទៀតគឺចុងក្រោយគឺប៊ូតុងបាទយើងធ្វើការសរសេរកូដនៅលើប៊ូតុងបាទសូមរបបទៅលើប៊ូតុងដើម្បីសរសេរកូដបាទនេះគឺជាកូដអឺមានន័យថានៅពេលដែលយើងចុចលើប៊ូតុង insert ទៅសំទោសបាទប៊ូតុង search គឺនៅពេលនោះគឺ font បាទគឺ list box នេះគឺទេស្អាតបន្តមកទៀតគឺអឺ file text box text box នៅ combo box នេះគឺមានន័យថា enable គឺមានន័យថា disable បាទគឺមិនអាចធ្វើការកែប្រែបានទេបន្តមកទៀតគឺប៊ូតុងហ្នឹងនឹងឈ្មោះ search នេះគឺនឹងផ្លាស់ប្ដូរវាទៅឈ្មោះថា searching ដែលមាន dot 3បន្ថែមទៀតបាទអឺបន្តមកទៀតគឺ cursor នេះគឺវានឹងធ្វើការផ្លាស់ប្ដូរទៅជាred cursor ដែលវាមានរូបរាងគឺរង្វង់មូលបន្តទៅ application do event យើងធ្វើការចាប់ដាក់ធ្វើការបន្តមកគឺយើងបានassign នៅ method ដែលយើងបានបង្កើតដើម្បីមិញនេះចូលទៅក្នុងប៊ូតុង insert បន្តមកវាធ្វើការបន្តមកទៀតគឺនៅពេលដែលវាធ្វើការចប់វានឹងផ្លាស់ប្ដូរឈ្មោះប៊ូតុងនេះគឺជាទៅជា search វិញបាទនឹង cursor គឺជា by default វិញចំណែកឯtick box ហើយនិង combo box គឺ enable វិញបាទនេះគឺជាកូដនៅក្នុងប៊ូតុងបាទបន្តទៅសរសេរកូដទាំងអស់នេះហើយខ្ញុំសូមធ្វើការ run បាទធ្វើការ run បាទនេះវានឹងចេញបែបនេះបាទគឺនៅពេលដែលយើងបានដំបូងគឺវានឹងចេញនៅ drive C ឲ្យយើងបាទយើងអាចធ្វើការផ្លាស់ប្ដូរ drive បាននៅដោយចុចទីនេះវានឹងមាន drive ជាច្រើនឲ្យយើងជ្រើសរើសបាទឥឡូវនេះខ្ញុំចង់ search file ជា picture ដែលមាន extension ជា JPG បាទ JPG បាទហើយមាននៅក្នុង drive 2របស់ខ្ញុំបាទពេលនេះយើងសូមធ្វើការ search ពេលយើងឃើញថាវានឹងបានផ្លាស់ប្ដូរទៅជា searching ហើយនឹង cursor នេះគឺមានន័យថាវិលបាទនៅពេលវា search ចប់គឺវានឹងenable យើងនៅធ្វើការកែប្រែបានហើយ search គឺវាបានផ្លាស់ប្ដូរទៅជាឈ្មោះ search វិញបាទហើយនេះគឺជាទីតាំងដែលរូបភាពបាននៅគឺយើងថាមានគឺយើងមើលឃើញថាមានច្រើនបាទហើយនៅក្នុង drive A នេះបាទសង្ឃឹមថានេះគឺជាវីដេអូមួយដែលអាចជួយលោកអ្នកក្នុងការសរសេរនៅ program ដើម្បីស្វែងរកនៅឈ្មោះ file តាមរយៈ extension របស់វាបានបាទហើយសង្ឃឹមថាលោកអ្នកអាចធ្វើតាមបានបាទអរគុណសម្រាប់ការទស្សនា